សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនទទួលអំណោយមនុស្សធម៌ពីសប្បុរសជននានាព្រឹកថ្ងៃទី7 ខែឧសភាឆ្នាំ2025លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអញ្ជើញជាអធិបតីនៅក្នុងពិធីទទួលអំណោយមនុស្សធម៌ថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនពីសប្បុរសជននានានៅក្នុងឱកាសខួបទី162ទិវានៃកាកបាទក្រហមកម្ពុជានិងអតិច័ន្ទក្រហម8ឧសភាឆ្នាំ2025និងខួបលើកទី70ឆ្នាំនៃកាកបាទក្រហមកម្ពុជាក្រោមមូលបត្ររួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុតាំងនាមសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមលោកជំទាវលោកអុកញ៉ានិងសប្បុរសជននានាដែលបានបរិច្ចាគនៅទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏មានតម្លៃនៅក្នុងការចូលរួមការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិននេះឱកាសនេះហើយលោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានសន្យាថាសាខាកាកបាទក្រហមកម្ពុជាខេត្តនឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដល់សប្បុរសនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗនៅភូមិសាស្ត្រខេត្តប៉ៃលិនឆ្លៀតនៅក្នុងឱកាសនោះផងដែរលោកជំទាវបណ្ឌិតបានស្រីមុំប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានអំពាវនាវចំពោះអ្នកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាជាសប្បុរសជនគ្រប់មជ្ឈដ្ឋាននិងបងប្អូនជនរួមជាតិសូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិននៅក្នុងឱកាសខួបទី162ទិវាពិភពលោកកាកបាទក្រហមនិងអតិច័ន្ទក្រហម8ឧសភាឆ្នាំ2025និងខួបលើកទី70ឆ្នាំនៃកាកបាទក្រហមកម្ពុជាខាងមុខនេះដើម្បីឲ្យសាខាមានធនធានបន្តផ្ដល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានាបន្តពង្រឹងភាពធន់សហគមន៍និងជួយសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយនឹងរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអតិច័ន្ទក្រហមហើយលោកជំទាវបណ្ឌិតប្រធានសង្ឃឹមយ៉ាងមោះមុតថាអ្នកអុកញ៉ាលោកស្រីអ្នកនាងកញ្ញានិងសប្បុរសជនគ្រប់មជ្ឈដ្ឋាននឹងចូលរួមបរិច្ចាគធនធានឧបត្ថម្ភថវិកាជាសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនពុំខានឡើយដោយលោកសស្រឿនអង្គភាពគេហទំព័រប្រមាញ់ជាដែន TV News